សង្វេគណាស់មនុស្សជាង200នាក់ស្លាប់ក្នុងហេតុការណ៍បាក់រលំអណ្ដូងរ៉ែនៅភាគខាងកើតកុងហ្គោមនុស្សជាង200នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់រលំអណ្ដូងរ៉ែរ៉ូប៉ាយ៉ាខូលថនក្នុងតំបន់ភាគខាងកើតប្រទេសកុងហ្គោនេះបើតាមលោកលូលំប៉ាកាំបៀម៉ូយីសាអ្នកនាំពាក្យខេត្តតំបន់ភាគខាងកើតដែលបានអះអាងកាលពីថ្ងៃសុក្រទី30ខែមករាអណ្ដូងរ៉ែរ៉ូប៉ាយ៉ាផលិតប្រហែល 15% នៃរ៉ែខូលថនរបស់ពិភពលោកដែលត្រូវបានកែច្នៃទៅជាតង់តាល់ដែលជាលោហៈធន់នឹងកម្ដៅដែលមានតម្រូវការខ្ពស់ដោយក្រុមហ៊ុនផលិតទូរស័ព្ទចល័តកុំព្យូទ័រគ្រឿងបន្លាស់អវកាសនិងទូប៊ីនអ៊ូស្ម៉ាន់មនុស្សជាង200នាក់បានរងគ្រោះដោយសារការបាក់អណ្ដូងរ៉ែនេះរួមមានទាំងកម្មកររ៉ែកុមារនិងស្ត្រីយ៉ាងណាទីប្រឹក្សាអភិបាលក្រុងបានអះអាងថាចំនួនអ្នកស្លាប់ដែលបានបញ្ជាក់គឺយ៉ាងហោចណាស់227នាក់